រកឲ្យឃើញក្តីសុបិនរបស់ខ្លួនឯងក្តីសុបិនរបស់ខ្ញុំគឺសូមឲ្យក្តីស្រមៃរបស់ខ្លួនឯងនិងមនុស្សជាច្រើនផ្សេងទៀតមិនមែនគ្រាន់តែជាក្តីស្រមៃទេប៉ុន្តែសូមឲ្យវាជាក្តីស្រមៃដែលមានរូបរាងច្បាស់លាស់ក្តីស្រមៃដែលសាងនៅប្រយោជន៍មិនដើម្បីតែខ្លួនឯងក្តីស្រមៃដែលសម្រាប់គ្រប់គ្នាហើយចុងក្រោយវាគឺជាក្តីស្រមៃដែលคล้ายទៅជារឿងរ៉ាវនិទានមិនចេះចប់មិនចេះហើយព្រោះវាជាក្តីស្រមៃដែលកើតឡើងពិតជីវិតដ៏រីករាយពីបំផុតគឺជាជីវិតដែលអាចភ្ញាក់ឡើងពីដំណេករាល់ព្រឹកដោយបានដឹងថាយើងកំពុងតែដើរតាមក្តីសុបិនដ៏អស្ចារ្យរបស់ខ្លួនឯងវាប្រហែលជាពិបាកក្នុងការស្រមៃថាតើយើងនឹងមានអារម្មណ៍ដូចម្តេចបើយើងមិនទាន់តាមបានដឹងថាអ្វីទៅជាក្តីសុបិនរបស់យើងផងនោះនេះឯងគឺជាបញ្ហាទី1សម្រាប់យើងក្នុងដំណើរឆ្ពោះទៅរកក្តីសុបិននៃជីវិតការតស៊ូប្រឹងប្រែងក្នុងការជំនះរាល់ការលំបាកនានាដើម្បីបានទៅដល់ក្តីសុបិនមួយវាមិនពិបាកដូចដំណើរការដែលយើងត្រូវរកឲ្យឃើញថាអ្វីទៅជាក្តីសុបិនដ៏ធំបំផុតរបស់យើងនោះទេពេលវេលាសម្រាប់យើងដើម្បីរួមនៅលើផែនដីនេះវាមានដែនកំណត់ដូច្នេះវាជាការចាំបាច់ណាស់ដែលយើងត្រូវតែចេះកំណត់ពេលវេលាដើម្បីរស់នៅក្នុងជីវិតមួយឲ្យបានល្អប្រសើរបំផុតតាមដែលយើងអាចធ្វើទៅបានខ្ញុំដឹងថាពុំមាននរណាម្នាក់ចង់យកពេលវេលាដែលសេសសល់បន្តិចបន្តួចនៅវិនាទីចុងក្រោយនៃជីវិតរបស់ខ្លួនដើម្បីនឹកសោកស្ដាយចំពោះរឿងដែលខ្លួនមិនបានធ្វើកាលពីខ្លួននៅមានកម្លាំងខ្លាំងមាំមួននិងមានពេលវេលាគ្រប់គ្រាន់ដើម្បីធ្វើវានោះឡើយនៅចុងបញ្ចប់នៃជីវិតយើងគួរតែអាចបិទភ្នែកគេងទៅជារៀងរហូតជាមួយស្នាមញញឹមដ៏ស្រស់ស្អាតដែលគ្រប់គ្នាចងចាំវាមិនមែនជាទឹកមុខដ៏ក្រៀមក្រំដែលត្រូវប្រះដេកទៅទាំងភ្នែកបិទមិនជិតនោះឡើយវិបត្តិសារៈដ៏ធំបំផុតនៅក្នុងជីវិតគឺកាលដែលគ្រាន់តែមានជីវិតរួមនៅនិងធ្វើគ្រប់យ៉ាងដើម្បីបំពេញតាមការចង់បានរបស់អ្នកដទៃដោយសុខចិត្តបោះបង់នៅក្តីស្រមៃឬក្តីសុបិនដ៏អស្ចារ្យរបស់ខ្លួនឯងចោលអ្វីដែលយើងត្រូវរំលឹកប្រាប់បេះដូងនិងខួរក្បាលជានិច្ចនោះគឺសូមដើរតាមសុភមង្គលរបស់ខ្លួនឯងនិងធ្វើតាមក្តីស្រមៃដែលយើងមានបើយើងប្រាថ្នាចង់ឲ្យខ្លួនឯងបានរួមនៅក្នុងជីវិតមួយដ៏រីករាយមុនពេលគ្រប់យ៉ាងត្រូវហួសពេលបើយើងចង់ចំណាយពេលជាមួយខ្លួនឯងឲ្យបានច្រើនមុនពេលដែលយុវវិធមួយត្រូវបានបញ្ចប់យើងក៏អាចធ្វើបានដែរវាជារឿងសំខាន់ណាស់ថាយើងត្រូវតែយកចិត្តទុកដាក់និងផ្ដល់គ្រប់យ៉ាងចំពោះខ្លួនឯងតាមដែលអាចធ្វើទៅបានមុនពេលយើងផ្លាស់ប្ដូរជីវិតពីយុវវិធទៅបង្កើតគ្រួសារផ្ទាល់ខ្លួនមួយសម្រាប់ខ្លួនឯងម្ដាយរបស់ខ្ញុំធ្លាប់និយាយថាគាត់សោកស្ដាយដែលត្រូវរៀបការទាំងខ្លួននៅក្មេងនិងត្រូវប្រើប្រាស់កម្លាំងទាំងលំបាកដើម្បីរ៉ាប់រងនិងទទួលខុសត្រូវលើជីវិតគ្រួសារព្រមទាំងធានាលើអនាគតរបស់កូនទាំង5នាក់ប៉ុន្តែមានអ្នកខ្លះទៀតគេនិយាយថាត្រូវប្រញាប់រៀបការនិងសាងគ្រួសារទាន់ខ្លួននៅក្មេងដើម្បីឲ្យខ្លួនអាចមានពេលវេលាយូរនៅក្នុងការរស់នៅជាមួយកូនចៅនិងរងចាំមើលអនាគតរបស់ពួកគេវាមិនសំខាន់ថាយើងមានពេលវេលាយូរនិងច្រើនប៉ុណ្ណាទេដើម្បីរស់នៅប៉ុន្តែអ្វីដែលសំខាន់បំផុតនោះតើយើងបានប្រើប្រាស់ជីវិតរស់នៅក្នុងសភាពបែបណាបើវាជាការរស់នៅរបស់មនុស្សដែលមានអវយវៈគ្រប់គ្រាន់មានខួរក្បាលមានដៃជើងមានផ្ទះសម្បែងតែត្រូវរស់នៅក្នុងគំនិតដែលមិនស្រស់ស្រាយមិនទូលំទូលាយរស់នៅដូចជាការជាប់គុំតើមានន័យអ្វីជាងជនពិការដែលដេកនៅលើរទេះរុញហ្វង់សេរីភាពគឺគ្រប់យ៉ាងនៅក្នុងជីវិតដូច្នេះហើយទើបយើងត្រូវខំប្រឹងប្រែងជំនះរាល់ការលំបាកគ្រប់បែបយ៉ាងដើម្បីរក្សានិងទាមទារឲ្យបាននូវសេរីភាពរបស់យើងមិនថាសេរីភាពចិត្តគំនិតឬរូបរាងកាយនោះឡើយកាលដែលអាចស្វែងរកឃើញក្តីសុបិនក្នុងជីវិតរបស់យើងថាជាអ្វីនិងអាចប្រើពេលវេលានៃជីវិតដើម្បីដើរតាមសុភមង្គលរបស់ខ្លួនឯងឆ្ពោះទៅរកក្តីសុបិននោះគឺវាជារឿងមួយដែលធ្វើឲ្យយើងយល់ថាជីវិតគឺពិតជាពោរពេញទៅដោយសេរីភាពដ៏អស្ចារ្យ